ភ្លើងចំណែនកូនជាទីស្រឡាញ់មានធម្មជាតិម្យ៉ាងនៅពេលដែលកើតដល់អ្នកណាហើយនឹងធ្វើឲ្យអ្នកនោះក្តៅងុំក្នុងចិត្តកើតការញាប់ញ័រក្នុងទ្រូងហើយនឹងឈឺផ្សាធម្មជាតិដែលហៅមកនេះគឺថាការចំណែនឬក៏រិស្យាការចំណែនកើតឡើងក្នុងចិត្តនៅពេលដែលឃើញអ្នកដទៃបានល្អជាងខ្លួនរៃលេងមែនទែនគឺអ្នកដែលបានល្អជាងខ្លួននោះជាសត្រូវឬជាគូប្រកួតគ្នាជាមួយនឹងកូនខ្លួនឯងដែលធ្វើឲ្យការចំណែនរឹងរិតតែឡើងកម្លាំងខ្លាំងឡើងអ្នកដែលមាននៅការចំណែនរមែងបាត់បង់នៅសេចក្តីសុខដោយមិនដឹងខ្លួនឃើញអ្វីៗចេះតែទាស់មុខទាស់មាត់ទាស់ភ្នែកទាស់ត្រចៀកទាំងអស់គឺជាការដូរផ្លាស់អំពីទឹកចិត្តមេត្តាករុណាមកជាចិត្តដែលឥតគុណធម៌មានការចង្អៀតចង្អល់នឹងអ្នកដទៃជានិច្ចការចំណែននេះគឺការចាហាវណាអាចក្តៅខ្លាំងណាស់កូនឯងរហូតដល់ទៅថ្នាក់សម្លាប់គ្នារហូតហើយចង់ពីវេរាចឹងទៅហៅថាជាភ្លើងចំណែននេះនៅពេលដែលឆេះឡើងរមែងដុតចិត្តមនុស្សឲ្យក្តៅរលរាលរហូតគ្រប់ពេលភ្នក់ភ្លើងនេះពិតមែនតែថានឹងឆេះឡើងបានងាយប៉ុន្តែក៏ដោយសារឃើញសត្រូវឬគូប្រជែងហ្នឹងបានល្អតែប៉ុណ្ណោះបើសិនបើអ្នកដែលបានល្អនោះជាមនុស្សដែលខ្លួនឯងស្រឡាញ់វិញបាបធัวគឺអ៊ីសាការចំណែននឹងមិនកើតឡើងឡើយពេលកូនបានដឹងដូច្នេះហើយកូនត្រូវប្រយ័ត្នឲ្យណាស់ចំពោះបាបធัวប្រភេទនេះដើម្បីកុំឲ្យកើតឡើងបានកូនត្រូវវឹកហាត់ឲ្យជាមនុស្សមានចិត្តទូលាយអ្នកដទៃមិនថាជាមិត្តឬជាសត្រូវមិនថាជាមនុស្សដែលកូនស្រឡាញ់កូនស្អប់ឡើយគឺថាគេមានសិទ្ធិបានទទួលនៅសេចក្តីសម្រេចក្នុងរឿងផ្សេងដូចជាមនុស្សទូទៅដែរបើកូនត្រេកអររីករាយជាមួយនឹងគេមិនបានទេកូនគួរតែដាក់ចិត្តឲ្យបង្ើយធ្វើដូចជាមិនដឹងមិនឃើញចឹងទៅឬថាត្រឹមតែជាចិត្តឃើញត្រឹមតែជាចិត្តឮត្រឹមតែជាចិត្តដឹងរឿងប៉ុណ្ណឹងជាដើមតែវាមិនត្រូវភ្លើងចំណែននឹងដុតចិត្តសន្តានរបស់កូនឲ្យឆេះដៅនោះឡើយអ្វីកើតឡើងសិតតែមានហេតុត្រឹមត្រូវយើងមិនដឹងថាត្រូវទៅចំណែននឹងគេយ៉ាងដូចម្ដេចនោះឡើយកូនត្រូវចាំទុកថាកុំចង់បានរបស់ដែលអត់កុំជាប់ចិត្តនឹងរបស់ដែលមានអ្វីកើតព្រោះមានហេតុអ្វីដែលកើតឡើងហើយសុទ្ធតែប្រែប្រួលបើកូនខ្វះគុណធម៌កូនចំណែនចំពោះសេចក្តីល្អរបស់គេដូច្នេះអ្នកដែលក្តៅក្រហាយពិតហ្នឹងគឺជាកូនខ្លួនឯងជាកូនហ្នឹងមិនមែនគេនោះទេរឿងអ្វីដែលកូនត្រូវមកបង្កាត់ភ្លើងទុកត្រង់ដើមទ្រូងឲ្យឆេះខ្លួនឯងគ្រប់គ្រានេះវាជាការល្ងងរបស់កូននឹងណាស់ចូលកូនកុំជាមនុស្សល្ងងខ្លៅឡើយកុំចំណែននឹងគេកុំទៅដុតទ្រូងដុតចិត្តខ្លួនឯងសោះណាកូន